ពីបរិយាជាមួយនឹងទេវតតនឹងកណាគុណចាស់ជ្រាបថាចាប់ផ្ដើមពីដំបូងមកហ្នឹងគឺរឿងអីដែលចាប់ផ្ដើមមានពីបរិយាជាមួយទេវតតពីដំបូងមកហ្នឹងរឿងជាមួយថាសក្នុងការនោះកើតទៅជាអ្នកជំនួយថាពាណិជ្ជព្រះបរមពុទ្ធសាសនាឈ្មោះសេរីពាណិជ្ជចូលទៅកាន់ភូមិមួយហើយភូមិហ្នឹងនៅក្បែរកំពង់ទឹកហើយក៏ចែកផ្លូវគ្នាទៅទេវតតហ្នឹងបានទៅដល់ផ្ទះមួយផ្ទះហ្នឹងមានស្ត្រីម្នាក់ហើយនឹងក្មួយស្រីម្នាក់ហើយមានថាសមាសមួយប៉ុន្តែស្ត្រីហ្នឹងអត់ដឹងថាជាថាសមាសទេព្រោះស្នឹមទៅកាន់យូរទៅហើយសល់ពីណាពីណីមកឬក៏បានពីណាមកអត់ដឹងថាមាសតែអញ្ចឹងទៅយកថាសមាសហ្នឹងឲ្យទៅទេវតតក្នុងកាលនោះណាព្រោះខ្លួនឯងក៏មិនសូវមានទ្រព្យសម្បត្តិអីដែរថាគឺថាលក់ហ្នឹងគឺថាថោកទៅហើយណាមួយក៏មិនដឹងថាមាសនោះទៅទៀតទេវតតយកទៅយកមកចូលកូតស្វាច់ដឹងថាមាសប៉ុន្តែចង់ឲ្យតម្លៃថោកធ្វើគេថាមិនយកទេចង់ថាបោះហ្នឹងវាតិចទីអេតចាយអីចឹងណាដើរចេញទៅសិនទៅតែបង្អាប់តម្លៃគេណាហ្នឹងហើយហើយដល់ទៅព្រះបរមពុទ្ធសាសនាទៅតាមក្រោយទៅយកមកទៀតព្រះអង្គត្រង់ក្នុងការត្រង់ដឹងថាមាសទុកតែ8សហបណៈទេក្នុងថងមានប្រមាណឲ្យទៅគេទាំងអស់ហើយក្មួយស្រីចង់បានគ្រឿងអលង្ការស្អីព្រះអង្គប្រមូលឲ្យទៅទាំងអស់ទុកតែ8សហបណៈទេហ្នឹងដូចក៏យកថាសមាសនឹងមកបានតែមួយហ្នឹងចុះសំពើមកវិញគ្រាន់តែចុះមកផុតទេវតតចូលទៅវិញណាម៉េចលក់លើណាយកទៅបាត់ប្រាប់តែកូនយើងយកទៅបាត់កូនយើងស្មោះត្រង់ព្រះបរមពុទ្ធសាសនាប្រាប់ទៅម្ចាស់ថាហ្នឹងថាអ្នកមុនហ្នឹងមានចិត្តខូចតាមពិតមាសដែរហ្នឹងដល់អញ្ចឹងទៅទេវតតក្រន់តែលឺប៉ុណ្ណឹងសឹងដៃទ្រូងហ្មងនោះរត់តងតាំងដេញតាមព្រះបរមពុទ្ធសាសនាទៅដល់ព្រះអង្គចុះទៅស្រែកផត់កម្រិតរបស់យើងឯងយើងមកគិតគូអីទៅពាក់តិនអីគ្នាមុនរួចហើយព្រះអង្គទៅផុតទៅក៏តាំងចេតនាចងពីនឹងមកថាកើតក្នុងជាតិណាយើងនឹងបៀតបៀនអ្នកឯងក៏ជាប់ពីនឹងគ្នាទៅវិញទៅមកជាច្រើនសែនជាតិមកដោយសាររឿងខាសហ្នឹងចាប់ផ្ដើមពីវេរាជាមួយនឹងទេវតតហ្នឹងគឺពីរឿងខាសមួយហ្នឹងឯងហ្នឹងដល់ទៅព្រះអង្គបានត្រាស់ជាពុទ្ធហើយហ្នឹងកើតរឿងចង់សម្លាប់ព្រះហ្នឹងណាឡើងទៅលើភ្នំហើយពលាថ្មមកហ្នឹងត្រូវមេជើងណាចឹងហ្នឹងដោយសារបាបកម្មហ្នឹងបើបាបកម្មហ្នឹងវាបាបកម្មត្រង់ដែលព្រះអង្គហ្នឹងសម្លាប់ប្អូនរួម3តាម្ដាយផ្សេងគ្នារុកញាត់ទៅនឹងក្លុកថ្មលើកថ្មគប់សម្លាប់ទៅណាវាពីមកចាំប៉ិនមកពីជាមួយទេវតតនេះព្រោះវាធ្លាប់ចាប់ពីគ្នាយូរមកហើយពីវេរាណាហ្នឹងអញ្ចឹងហើយ